ចង់និយាយថាវាមិនមែនជា content ដែលខ្ញុំត្រូវលើកយកមកនិយាយដើម្បីធ្វើជាវីដេអូអីផ្សេងៗទេដូចអ្នកនរគ្នាដឹងស្រាប់ហើយវីដេអូខ្ញុំមួយបែបសប្បាយបែបអីចឹងទៅប៉ុន្តែក្នុងនាមខ្ញុំជាខ្មែរឈាមចូលជាខ្មែរជាកូនខ្មែរដែលមករៀននៅចិនម្នាក់ដែលតែងតែផ្សព្វផ្សាយក៏ដូចជាយកវប្បធម៌អរិយធម៌របស់ខ្មែរមកចែករំលែកតាមកលៈទេសៈតាមពេលវេលាឬក៏តាមកម្មវិធីផ្សេងតាមដែលអាចធ្វើទៅបានដូចអ្នកនរគ្នាឃើញនៅក្នុង Facebook ក៏ដូចជា Instagram ក៏ដូចជា Facebook page របស់ខ្ញុំអញ្ចឹងអ្នកគ្នានឹងដឹងហើយថាការដែលខ្ញុំមកនៅចិនរយៈពេល3ឆ្នាំហ្នឹងខ្ញុំបានជួយផ្សព្វផ្សាយអីផ្សេងអីចឹងអ្វីដែលជាខ្មែរយើងហ្នឹងមានអីគេខ្លះអីចឹងទៅតែពេលខ្លះវាមានលើសនឹងទៀតតែគ្រាន់តែយើងអត់ដែរថតផុសដែរថតអីប៉ុន្តែថ្ងៃហ្នឹងដូចខ្ញុំនិយាយចឹងវាមិនមែនជា content ដែលខ្ញុំត្រូវលើកយកមកនិយាយទេប៉ុន្តែខ្ញុំចង់បណ្ដុះស្មារតីជាតិនិយមក៏ដូចជាចង់លើកទឹកចិត្តឲ្យបងប្អូនយើងទាំងអស់គ្នាហ្នឹងរួបរวมគ្នាដើម្បីគ្រប់គ្រងផលិតផលខ្មែរព្រោះពេលនេះគឺជាពេលដែលខ្មែរត្រូវសាមគ្គីគ្នាខ្មែរស្រឡាញ់ខ្មែរត្រូវគ្រប់គ្រងផលិតផលខ្មែរអ្នកនរគ្នាដឹងស្រាប់ហើយប្រទេសមួយដែលរីកចម្រើនទៅបានផ្ដើមចេញពីយើងទាំងអស់គ្នានឹងត្រូវគ្រប់គ្រងផលិតផលនៅក្នុងស្រុករបស់យើងជាងយើងគ្រប់គ្រងផលិតផលដទៃតនអត់អ្នកនរគ្នាខ្ញុំលើកឧទាហរណ៍មួយចោះប្រទេសចិនអ្នកនរគ្នាជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនឹងច្រើនឆ្នាំមកហើយទើបតែរយៈពេលប្រហែលឆ្នាំចុងក្រោយ2ឆ្នាំចុងក្រោយនេះដែលប្រទេសឥណ្ឌាវាដាច់ប្រទេសចិនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកប៉ុន្តែហេតុអីប្រទេសចិនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកអ្នកនរគ្នាគេនៅផលិតរបៀបថាផ្គត់ផ្គង់សម្ភារៈគ្រប់បែបយ៉ាងនៅក្នុងប្រទេសរបស់គេហ្នឹងគឺគ្រាន់ឲ្យលើសរហូតដល់នាំចេញទៅក្រៅទៀតអ្នកគ្នាត្រូវដឹងនៅក្នុងប្រទេសចិនអ្នកដែលគាត់មករៀននៅចិនឬក៏មានប្តីចិនសង្សារចិនអីផ្សេងនៅរៀននៅចិនគឺដឹងហើយភាគច្រើននេះវ៉ាន់ផលិតផលផ្សេងចូលតាមផ្សារតាមម៉ាតអត់មានម៉ាកយីហោបរទេសទេអ្នកនរគ្នាភាគច្រើនគឺនៅក្នុងស្រុកទាំងអស់គេប៉ិនកែច្នៃគេប៉ិនយំទៅអាភាពច្នៃប្រឌិតអីផ្សេងសម្ភារៈប្រើប្រាស់ការហូបចុកនំចំណីអីផ្សេងហ្នឹងគឺនៅក្នុងស្រុកទាំងអស់ហើយដល់ថ្នាក់នាំចេញទៀតអញ្ចឹងគឺងាកទៅណាក៏ឃើញផលិតផលក្នុងស្រុកដែរប៉ុន្តែសួរថាផលិតផលទាំងអស់ហ្នឹងវាអាចទលំទលាយបាននៅក្នុងប្រទេសទូទាំងប្រទេសចិនហ្នឹងដោយសារអីដោយសារតែប្រជាជនរបស់គេហ្នឹងគឺគេផ្ដើមលក្ខណៈថាគ្រប់គ្រងផលិតផលឲ្យតម្លៃក្នុងស្រុករបស់គេហ្នឹងជាងឲ្យតម្លៃផលិតផលខាងក្រៅនៅគ្នាតើអត់អញ្ចឹងបកមកចូលក្នុងវីដេអូហ្នឹងវិញខ្ញុំចង់និយាយថាខ្ញុំចង់សូមចិត្តប្រជាពលរដ្ឋក៏ដូចជាបងប្អូនទាំងអស់គ្នាហ្នឹងឲ្យរួបរวมគ្នាសាមគ្គីគ្នាគ្រប់គ្រងផលិតផលខ្មែរឲ្យតម្លៃផលិតផលខ្មែរទោះជាមានផលិតផលខ្លះពេលខ្លះយើងមិនទាន់បានផលិតឬក៏យើងមិនទាន់បានទលំទលាយដោយប្រទេសគេប៉ុន្តែនេះជាពេលវេលាដែលយើងត្រូវលក្ខណៈថាពឹងផ្អែកលើខ្លួនឯងហើយយើងធ្វើឲ្យប្រទេសដទៃឃើញថាទោះបីជាប្រទេសយើងអត់ពឹងគេក៏យើងអាចរស់បានក៏យើងអាចផលិតអ្វីដែលជាប្រទេសខ្លួនឯងបានផលិតអ្វីដែលជាខ្មែរបានហើយផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនឯងបានហើយនឹងនាំចេញទៅក្រៅទៀតនេះជាភាពខ្លាំងដែលខ្ញុំចង់លើកយកមកនិយាយហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងរួបរวมគ្នាដើម្បីគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាដែរបាទ